គណៈបញ្ជាការឯកភាពក្រុងដូនកែវចុះរឹតបន្តឹងការស្នាក់នៅរបស់ជនបរទេសនិងបដិញ្ញាលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួនគណៈបញ្ជាការឯកភាពក្រុងដូនកែវដឹកនាំដោយលោកដឹមកំសាន្តអភិបាលក្រុងដូនកែវរួមជាមួយលោកសៅសុផលអភិបាលរងក្រុងបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ការស្នាក់នៅរបស់ជនបរទេសតាមទីតាំងគោលដៅមួយចំនួននៅក្នុងភូមិសាស្ត្រក្រុងដូនកែវលោកសៅសុផលអភិបាលរងក្រុងបានបញ្ជាក់ថាការចុះរឹតបន្តឹងនិងត្រួតពិនិត្យផ្ទាល់ដល់ទីតាំងនេះគឺធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ជាមុនមិនឲ្យមានការលួចលាក់ប្រើប្រាស់ទីតាំងណាមួយក្នុងមូលដ្ឋានក្រុងដូនកែវដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ឬល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឡើយលោកសៅសុផលបានសង្កត់ធ្ងន់ថាកិច្ចប្រតិបត្តិការដ៏ម៉ឺងម៉ាត់នាព្រឹកនេះគឺត្រូវបានធ្វើឡើងដើម្បីអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តមវ៉ៃសំណាងអភិបាលខេត្តតាកែវក្នុងការដាច់ខាតត្រូវតែរួមគ្នាបង្ក្រាបនិងលុបបំបាត់ចោលនៅរាល់បទល្មើសបច្ចេកវិទ្យាមិនឲ្យមានវត្តមាននៅលើទឹកដីខេត្តតាកែវជាដាច់ខាតលោកអភិបាលរងក្រុងបានបន្តថាគណៈបញ្ជាការឯកភាពក្រុងដូនកែវនឹងមិនមានការយោគយល់ឬធ្វេសប្រហែសឡើយចំពោះការគ្រប់គ្រងជនបរទេសនិងការត្រួតពិនិត្យអាជីវកម្មសង្ស័យទាំងឡាយទន្ទឹមនឹងនេះលោកសៅសុផលអភិបាលរងក្រុងដូនកែវក៏បានមានប្រសាសន៍បន្ថែមផងដែរដោយបានក្រើនរំលឹកនិងអំពាវនាវដល់ម្ចាស់ទីតាំងម្ចាស់ផ្ទះជួលសន្តាគារនិងផ្ទះសំណាក់ទាំងអស់ត្រូវចូលរួមសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចដោយត្រូវធ្វើការកត់ត្រានិងរាយការណ៍អំពីវត្តមានជនបរទេសដែលចូលមកស្នាក់នៅឲ្យបានច្បាស់លាស់និងទាន់ពេលវេលាត្រូវតែតាមដាននិងហាមឃាត់រាល់ការជួលទីតាំងណាដែលមានការសង្ស័យឬការដំឡើងឧបករណ៍បច្ចេកវិទ្យាខុសប្រក្រតីដែលអាចឈានទៅរកការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាព្រោះម្ចាស់ទីតាំងក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរប្រសិនបើបណ្ដោយឲ្យមានបទល្មើសកើតឡើងក្នុងទីតាំងរបស់ខ្លួនបើតាមលោកសៅសុផលគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងដូនកែវបានបដិញ្ញាចិត្តខ្ពស់ក្នុងការបន្តយុទ្ធនាការចុះពិនិត្យស្រាវជ្រាវនិងរឹតបន្តឹងការងារសន្តិសុខនេះដោយភ្លៀងរលឹមដើម្បីធានាឲ្យបានថាក្រុងដូនកែវជាទីក្រុងដែលគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងជាកន្លែងរស់នៅប្រកបដោយភាពកក់ក្ដៅនិងសុវត្ថិភាពបំផុតសម្រាប់ប្រជាពលរដ្ឋនិងអ្នកវិនិយោគទុនស្របច្បាប់បាទក្នុងនីតិកាលទី7ក្រោមការដឹកនាំដ៏ជ្រាលជ្រៅរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចលោកមានប្រសាសន៍ពាក់ព័ន្ធទៅនឹងបញ្ហា Scam Online នេះគ្រប់រាជធានីខេត្តទាំងអស់ត្រូវតែលុបបំបាត់និងបោសសម្អាតបញ្ហារឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែលយើងហៅថា Scam Onlineយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីមានអាដាមមួយសំណាងដែលជាអាដាមអភិបាលខេត្តលោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតគ្រប់អាជ្ញាធរក្រុងស្រុករួមជាមួយនឹងកងកម្លាំងសមត្ថកិច្ចទូទាំងខេត្តឲ្យចូលរួមបង្ការទប់ស្កាត់និងលុបបំបាត់បញ្ហាឆបោកតាមប្រព័ន្ធ online scam ដូចគ្នាបាទក្នុងថ្ងៃនេះដែរក្នុងនាមខ្ញុំអភិបាលរងក្រុងបានដឹកនាំបាទកងកម្លាំងរួមជាមួយនឹងមន្ត្រីរបស់រដ្ឋបាលក្រុងបានចុះទៅទីតាំងមួយចំនួនចំណុចរដ្ឋបាលក្រុងដូនកែវរបស់យើងនៃ3សង្កាត់ហើយការចុះទៅនេះគឺយើងចុះទី1គឺនៅតាមទីតាំងប្រមូលផ្ដុំដូចជាផ្ទះជួលផ្ទះសំណាក់សណ្ឋាគាររោងចក្រសហគ្រាសនិងសិប្បកម្មមួយចំនួនដែលមានជនជាតិចិនដែលបម្រើការងារនិងធ្វើកិច្ចការងារនៅទីនោះជាក់ស្ដែងក្រោយពីការចុះនៅពិនិត្យនៅទីតាំងខាងលើនេះក្នុងនាមខ្ញុំរួមជាមួយនឹងក្រុមការងារគឺបានពិនិត្យឃើញថាគ្រប់ទីតាំងទាំងអស់ដែលយើងចុះនោះគឺមិនមានការលួចបង្កប់បញ្ហាកិច្ចឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online នោះទេ